ស្ត្រីម្នាក់អាយុត្រឹមតែ18ឆ្នាំបានសម្រេចចិត្តធ្វើជាម្ដាយជំនួសដើម្បីសងបំណុលឪពុករបស់នាងប្រហែលជាពេលភាគច្រើនយើងត្រូវបង្ខំចិត្តធ្វើអ្វីដើម្បីជីវិតថ្ងៃនោះនាងបានមកដល់បន្ទប់មួយហើយបានព្រមព្រៀងជាមួយអ្នកមានបើនាងអាចផ្ទុកពោះកូនរបស់អ្នកមានបាននាងនឹងទទួលបានប្រាក់រង្វាន់500ផោនម៉ារីបានទៅដល់សន្តាគារតាមការសន្យារបស់អ្នកមានពេលទៅដល់បន្ទប់គាត់បានឃើញមុខពិតរបស់អ្នកមានតែតាមការសន្យាគាត់ត្រូវរក្សាភាពសម្ងាត់ហើយក៏មិនចង់ឲ្យអ្នកដទៃឃើញថាពួកគេនៅជាមួយគ្នាឡើយព្រោះវាក៏ដើម្បីគ្រួសារផងដែរម៉ារីមើលទៅស្ងប់ស្ងាត់តែក្នុងចិត្តគាត់រឹងមាំណាស់គាត់បានចូលទៅជិតគ្រែហើយដោះខោអាវដោយខ្លួនឯងយប់ទី1មើលបរិសឈរដាក់កែវស្រាហាក់ដូចជាអារម្មណ៍ដានតឹងបន្តិចចំណែកម៉ារីនៅសល់សម្លៀកបំពាក់ពីរដែលនៅសល់ចុងក្រោយអ្នកមានបង្ហាញពីការអប់រំល្អរបស់គាត់និងការគោរពចំពោះសូហ្វីម៉ារីក៏មិនបង្ហាញអារម្មណ៍ដែរប្រហែលជាពួកគេមិនបាននិយាយគ្នាច្រើនក្នុងលើកដំបូងនេះទេថ្ងៃបន្ទាប់ពួកគេបាននិយាយគ្នាសាមញ្ញនៅក្នុងភោជនីយដ្ឋានអ្នកធ្វើដើម្បីអ្នកដទៃចំណែកខ្ញុំធ្វើដើម្បីគ្រួសារម៉ារីនិយាយថាពួកយើងមិនបានធ្វើដើម្បីសេចក្តីសុខរបស់ខ្លួនទេតែធ្វើដើម្បីអ្នកដទៃប្រហែលជាមិនមានអ្នកណាខុសទេមានពេលខ្លីមួយម៉ារីបានតាក់ទាញដោយភាពសុភាពបុរសរបស់ចាលីប៉ុន្តែជាក់ស្ដែងនាងក៏មានអារម្មណ៍ពិសេសចំពោះម៉ារីដែរពេលយប់មកដល់ម៉ារីបានលើកលបរាងកាយរបស់ទូប្រុសប៉ុន្តែទឹកភ្នែកនាងនៅតែហូរចេញព្រោះម៉ារីដឹងថាអត់មានលទ្ធផលទេនាងក៏មិនចង់សួរឈ្មោះទូប្រុសដែរជាមួយអ្វីទាំងអស់ដែលពាក់ព័ន្ធនឹងនាងដោយមិនដឹងខ្លួនអារម្មណ៍ស្នេហារបស់អ្នកទាំងពីរបានកើនឡើងបន្តិចបន្តួចថ្ងៃទី3ពួកគេបានទៅដើរកម្សាន្តនៅឆ្នេរសមុទ្រពួកគេស្រឡាញ់គ្នាខ្លាំងជាគូស្នេហ៍ប៉ុន្តែត្រូវតែរក្សាគម្លាតពីគ្នាយប់មួយម៉ារីបានបង្ហាញនៅសេចក្តីស្រឡាញ់របស់នាងយ៉ាងពេញលេញភាពរីករាយនៃក្តីស្រឡាញ់បានឆ្លុះបញ្ចេញពីចិត្តជ្រៅបន្ទាប់ពី3ថ្ងៃទូបរោះនៅតែទៅលើប៉ានាងបាននិយាយលាចុងក្រោយជាមួយម៉ារីក៏បានសន្យាថានឹងគោរពការសន្យានេះដែរមិនយូរម៉ារីផ្ទៃពោះ10ខែចុងក្រោយនាងបានសម្រាលកូនស្រីម្នាក់តែសូម្បីតែម្ដាយក៏មិនទាន់បានឃើញកូនស្រីសោះកូនត្រូវបានយកទៅភ្លាមអស់ពេល7ឆ្នាំហើយម៉ារីតែងតែគិតអាណិតនឹកកូនស្រីរបស់នាងគ្រប់ថ្ងៃកំណើតរបស់កូនស្រីនាងតែងសរសេរពីអបអរសាទរនៅលើសៀវភៅគំនូរតែគ្រាន់តែមិនដឹងថានាងមានឈ្មោះអ្វីក្មេងស្រីនេះឈ្មោះលូអ៊ីសាបានធ្វើឲ្យគ្រូ3នាក់ចេញពីការងាររត់ទៅជាប់គ្នាវានាំឲ្យម៉ារីមានឱកាសមួយជាគ្រូបង្រៀនម្នាក់ម៉ារីត្រូវបានអញ្ជើញឲ្យទៅជាគ្រូបង្រៀនរបស់លូអ៊ីសាចុងក្រោយបានដឹងទីតាំងកូនស្រីបានស្គាល់ពីមាត់អ្នកបម្រើកូនស្រីជាក្មេងដែលស្ងប់ស្ងាត់និងរឹងមាំគាត់មានសភាពចិត្តប្រឡាប់ប្រឡំមិនចង់ទទួលយកការគ្រប់គ្រងទេអ្នកបម្រើបាននិយាយថាគាត់ជាញឹកញាប់បិទខ្លួននៅក្នុងសាលាកណ្ដាលស្រះនេះជាលើកដំបូងដែលម៉ារីបានជួបកូនស្រីប៉ុន្តែកូនស្រីរបស់គាត់មិនសូវរស់រាយជាមួយគាត់ទេថ្ងៃបន្ទាប់គាត់បានបង្ហាញខ្លួនភ្លាមមុខជាមួយតែធ្វើឲ្យគាត់ភ្ញាក់ផ្អើលខ្លាំងណាស់ចាលីនាំម៉ារីទៅបន្ទប់ផ្សេងទៀតនិយាយថាអ្នកឈួតហើយហេតុអ្វីបានជាអ្នករត់មកទីនេះម៉ារីប្រាប់ថាគាត់គិតឃើញកូនស្រីរបស់ខ្លួនខ្លាំងណាស់ឆ្នាំជាច្រើននេះគាត់ព្យាយាមភ្លេចតែខ្ញុំមិនអាចភ្លេចសម្លេងយំរបស់កូនស្រីនៅពេលកើតបានទេតែចាលីនិយាយមិនអាចបានត្រូវតែចាក់ចេញពីទីនេះចាលីទៅរកប្រពន្ធរបស់គាត់ប្អូនស្រីនិយាយថាកូនស្រីមិនស្រឡាញ់គាត់ទេឲ្យគាត់បដូរអ្នកបង្រៀនថ្មីប៉ុន្តែបងស្រីប្រពន្ធរបស់ចាលីបានជ្រើសរើសគាត់រួចហើយទោះបីជាបញ្ឈប់ការងារម៉ារីដោយគ្មានហេតុផលក៏ត្រូវមានអាណត្តិជូនដំណឹង1ខែដែរបងប្រាក់ប៉ុណ្ណោះក៏មិនអាចទេចាលីមិនអាចធ្វើអ្វីបានទេគាត់នាំម៉ារីទៅមុខក្រែប្រពន្ធរបស់គាត់ដោយសារអាករមួយប្រពន្ធគាត់ខ្លាចជាមនុស្សរញរាតបានជាប់ពីការរយៈពេលជាង10ឆ្នាំហើយចាលីទើបតែបង្ខំចិត្តស្វែងរកនរណាម្នាក់ឲ្យសម្រាលកូនចំនួនក្រោយឲ្យម៉ារីស្មុកប្រពន្ធគាត់ត្រូវរក្សារឿងនេះជាសម្ងាត់ជានិច្ចថ្ងៃដំបូងនៃម៉ោងសិក្សាម៉ារីទើបដឹងថាហេតុអ្វីគ្រូបង្រៀនផ្ទះរបស់កូនស្រីមិនយូរមកនេះនាងបានដើរជុំវិញម៉ារីមួយជុំម៉ារីសួរចាលីអាចអនុញ្ញាតឲ្យខ្លួនឯងប្រើវិធានការរឹតបន្តឹងណាខ្លះទុកឲ្យលូអ៊ីសាស្នាក់នៅក្នុងថ្នាក់សិក្សាចាលីនិយាយតែប្រយោគមួយគាត់គ្រាន់តែចង់ឲ្យកូនស្រីរីករាយនិងមានសុភមង្គលកុំបង្ខំឲ្យនាងធ្វើអ្វីដែលនាងមិនចូលចិត្តម៉ារីនៅពេលនេះបានដឹងថាអ្វីទាំងនេះកើតឡើងពីសេចក្តីស្រឡាញ់កូនស្រីខ្លាំងពេករបស់ឪពុកម៉ារីត្រឡប់ទៅសាលាហើយបិទលូអ៊ីសានៅក្នុងបន្ទប់រៀនត្រូវរៀនចប់មុនទើបអាចចេញបានរហូតដល់ចាលីសម្លេងហើយរបស់លូអ៊ីសាខ្ញុំបានមកដល់យ៉ាងប្រញាប់គាត់បានប្រមានម៉ារីថាមិនអាចធ្វើអាក្រក់លើកូនស្រីបានទេម៉ារីបានសន្យាដល់គាត់មិនថាកូនស្រីនឹងត្រូវទទួលទោសយ៉ាងណាខ្លួននឹងទទួលទោសជាមួយគេផងដែរហេតុនេះហើយបានធ្វើឲ្យចាលីយល់ព្រមនឹងវិធីបង្រៀនរបស់ម៉ារីបញ្ហាគឺកូនស្រីត្រូវលើកទឹកចិត្តខ្លាំងជាយូរឆ្នាំប្រហែលជាព្រោះខ្វះស្នេហ៍ពីម្ដាយនិយាយចេញមកគឺស្រាប់តែសម្លឹងលីសាដូចជាធ្វើឲ្យភ័យលីសាមិនអនុញ្ញាតឲ្យនាងឥតការគោរពបែបនេះទេយកទឹកខ្មៅស្រង់សំពះទៅលើមុខនាងខ្លួនឯងក៏បានទទួលមុខខ្មៅផងដែរអបយកលូអ៊ីសានិយាយខ្ញុំមិនមែនភ័យខ្ញុំគ្រាន់តែគ្មានសិទ្ធិជ្រើសរើសប៉ុណ្ណោះពេលដែលអ្នកធំឡើងអ្នកនឹងជួបរឿងមិនអាចជ្រើសរើសដូចគ្នាបើធ្វើបែបនោះអ្នកក៏នឹងបាត់បង់អ្វីទាំងអស់ដែរហើយក៏នឹងជួបបញ្ហាធ្ងន់ធ្ងរតែមានអ្វីមួយគឺគំនិតរបស់អ្នកនៅតែសេរីដូច្នេះអ្នកត្រូវខិតខំសិក្សាឲ្យល្អបែបនេះអ្នកទើបអាចរស់នៅជីវិតដែលអ្នកចង់បានម៉ារីប្រាស្រឡាញ់និងយកចិត្តទុកដាក់បានជោគជ័យក្នុងការបំបែកការពាររបស់កូនស្រីចាប់ពីពេលនោះកូនស្រីចាប់ផ្ដើមសិក្សាស្ងប់ស្ងាត់ម៉ារីក៏និយាយជាមួយកូនស្រីផងនាងបានប្រាប់រឿងអតីតកាលរបស់ខ្លួនតាំងពីតូចបានបាត់បង់ឪពុកម្ដាយកូនស្រីក៏ប្រាប់នាងដែរថាមនុស្សនៅលើគ្រែគឺមិនមែនជាម្ដាយរបស់ខ្លួនទេ
ម៉ារីរៀងរាល់យប់តែងតែបញ្ជូនកូនស្រីត្រឡប់ទៅថ្នាក់រៀនវិញចាឡីកំពុងរងចាំនាងចាឡីស្រាប់តែបញ្ចេញប្រធានបទអំពីបិយប់កន្លងមក7ឆ្នាំមុនម៉ារីស្ទើរតែស្ងៀមស្ងាត់មិននិយាយអ្វីទេប៉ុន្តែបានឆ្លើយគ្រប់សំណួរចុងក្រោយស្នេហារបស់នាងជ្រៅណាស់ចារីក៏មានអារម្មណ៍ដូចគ្នាផងដែរនៅក្បែរភ្លើងក្តៅនោះបេះដូងរបស់ពួកគេកាន់តែបុកលឿនដកដង្ហើមក៏កាន់តែរហ័សឡើងផងដែរយប់នោះពួកគេបានបំបែកចេញពីអំពើសិលធម៌ទាំងស្រុងនិងបានបញ្ចេញអារម្មណ៍ដែលបានទប់ស្កាត់យូរមកបន្ទាប់មកស្នេហារបស់ពួកគេកើនឡើងយ៉ាងឆាប់រហ័សប៉ុន្តែពួកគេមិនដឹងត្រូវប្រឈមមុខយ៉ាងដូចម្តេចទេរហូតដល់ថ្ងៃនោះឪពុកនាំមនុស្សចូលទៅក្នុងវីឡាហើយប្រាប់ឆាលីថាឥឡូវនេះកំពុងជំពាក់បំណុលក្រៅឥឡូវត្រូវបង្ខំលក់អ្វីទាំងអស់ចេញរួមទាំងផ្ទះនេះផងដែរអាផាតមិននេះដើមទាំងស្រុងជាបន្ទប់អាពាហ៍ពិពាហ៍របស់គាត់និងភរិយាតែក្នុងរយៈពេល10ឆ្នាំដែលភរិយារបស់គាត់ជាអ្នកពិការវាបានคล้ายទៅជាគុកសម្រាប់មនុស្សគ្រប់គ្នាទៅវិញចាឡីពិតជាស្រឡាញ់ភរិយារបស់គាត់យ៉ាងខ្លាំងគាត់គិតថាមានតែប៉ុណ្ណោះជាមួយភរិយាគាត់នឹងមានអំណរមិនដឹងថាភរិយារបស់គាត់អាចស្គាល់អារម្មណ៍នោះទេចាឡីបានបោកខ្លួនឯងរយៈពេល10ឆ្នាំពេញប្រហែល10ឆ្នាំនេះគាត់បង្កឲ្យភរិយាឈឺចាប់ផងចាឡីគិតយូរហើយទើបដើរទៅកាន់ជើងភ្លើងគាត់បានបិទភ្លើងឆេះអស់បើកបង្អួចទាំងអស់ចុងក្រោយគាត់លើកភួយលើរាងកាយភរិយារបស់គាត់ចេញនៅក្នុងភាពត្រជាក់សពនេះចាឡៃព្រួញជើងនៅចំហៀងក្រេភរិយាពេលនេះគឺជាការសារភាពនិងការអធិស្ឋានផងដែរថ្ងៃបន្ទាប់វិជ្ជាបណ្ឌិតប្រកាសថាភរិយារបស់គាត់បានចាក់ចេញទៅហើយមនុស្សទាំងអស់ក៏ទទួលយកវាដោយស្ងប់ស្ងាត់ដែរចុងក្រោយចាឡៃបានរៀបចំពិធីបុណ្យសពដ៏អធិកអធមសម្រាប់ភរិយារបស់គាត់បន្ទាប់មកកូនស្រីបានចូលទៅក្នុងបន្ទប់របស់ម៉ារីយ៉ាងស្ងៀមស្ងាត់នាងបានរកឃើញសៀវភៅកំណត់ហេតុលើតុដែលសរសេរពោពេញទៅដោយការចង់ឃើញនាងវិញនាងសួរថា500 ផោននេះច្រើនណាស់នេះជាសម្បត្តិធំមួយពេលនោះកូនស្រីបានដើរចេញមកយឺតម៉ារីភ្លាមភ្នែកទឹកភ្នែកហូរចេញនាងបានអបកូនស្រីរបស់នាងយ៉ាងតឹងខណៈដែលកូនស្រីយំហៅម៉ែម្ដងហើយម្ដងទៀតម៉ែរាល់ដងដែលហៅសំបីតែម៉ារីក៏មានអារម្មណ៍ជ្រាលជ្រៅបន្ទាប់មកកូនស្រីនាំម្ដាយមកដល់សាលាកណ្ដាលបឹងចុងក្រោយគ្រួសារ3នាក់បានចេញពីអគារយ៉ាងស្ងប់ស្ងាត់ទៅរស់នៅជីវិតថ្មីនៅជនបទ